សិនស៊ីវិញខ្ញុំនឹងបណ្ដៃនាងក្រែងនាងចង់ក្រែរបស់ខ្ញុំ24ម៉ោងពេលនេះគឺខ្ញុំចេញពីមន្ទីរពេទ្យហើយត្រឡប់ទៅក្រុមហ៊ុនវិញតែនៅលើឡានដូចជាគ្មានកន្លែងទំនេរទេខ្ញុំនឹងផ្ញើទីតាំងឲ្យនាងរយៈពេល10នាទីក្រោយត្រូវតែជួបគ្នានៅក្រុមហ៊ុន10នាទី10គីឡូម៉ែត្រលោកឈួតហើយមែនទេរយៈពេលប្រហែលហើយគឺ9នាទី50វិនាទីនាងមកបន្ទាន់ការកំណត់ប្រាក់អីចោបណ្ដេញនាងចេញតែលោកស្រីធំណែខ្ញុំជាច្បាយឬក៏លោកស្រីពូទេបំផុតណែនាងមិនអាចបានទេហេតុអីទៅតែ1 2 3នាងជា2នាទីដូច្នេះនាងត្រូវបានបណ្ដេញចេញហើយលោកនិយាយពីស្អីលោកមានចេតនាធ្វើវាឡើងដើម្បីនឹងខ្ញុំចេញមែនទេនាងជាអ្នកធ្វើខុសហើយនឹងមានមុខមកសួរខ្ញុំទៀតខ្ញុំប្រាប់នាងទៅចុះត្រូវតែទៅឲ្យដល់ក្រុមហ៊ុននាងយឺតលោកបានទៅចង់ឆ្លាក់ខ្ញុំមែនទេខ្ញុំបានផ្ដល់ឱកាសឲ្យនាងហើយតែនាងមិនបានទទួលការរំពឹងពីខ្ញុំល្អបើលោកពូចង់មកនេះខ្ញុំណាបើអញ្ចឹងខ្ញុំមិនទៅតែបើមានរឿងអីកុំវិលមករកខ្ញុំវិញឲ្យសោះនាងចង់ធ្វើស្អីដាក់អ្នកណានៅខាងក្រៅចូលមកឆាប់ចេញពីលើខ្ញុំទៅធ្វើស្អីទៀតឆាប់មកយកចេញទៅណាអើយណាតែហើយស្រីតម្រេចដាក់មកហេតុអីប្រធានឈូហាចាំត្រឡប់មកវិញខ្ញុំត្រូវបានគេបណ្ដេញចេញហើយនាងចង់បានប្រហែលខ្ញុំស្ដាប់មិនឮទេខ្ញុំសួរថានាងចង់បានប្រហែលតែត្រូវដកតុកនេះចេញពីមុខរបស់ខ្ញុំទៅអាយ៉នេះគឺលោកហ្វូកំពុងសំបកខ្ញុំឲ្យខ្ញុំបំរើទេមិនអីទេខ្ញុំសន្យាខ្ញុំមិនបណ្ដេញនាងទេអើយហើយចានេះគឺជាលោកហ្វូប្រធានក្រុមហ៊ុនហ្វូគ្រប់បបរដល់របស់ខ្ញុំមែនទេខ្ញុំបានលើកថាបោះស្ទើរតែស្លាប់នៅក្នុងព្រឹកទៅហើយរឿងព្រឹកឆែកអានោះគឺជាស្នាដៃនៃប្រតិពីយ៉ាងម៉េចមិនបាច់ចាំប្រកបចុះអង្គុយលើកៅអីដូចបែបនេះតើបងពីការហើយតើមែនទេទោះបីជាខ្ញុំពីការក៏ដោយប្រធានក្រុមហ៊ុនហ្វូគ្រប់កុំសង្ឃឹមថាឯងជាអ្នកស្នងតំណែងឲ្យសោះឯងជាកូនអត់ខាន់ស្លាប្រពន្ធទី2តែប៉ុណ្ណោះទេបងធំនៅតែរឹងរូបដដែលមានតែខ្ញុំមកកាលពីមុននៅតែមិនទាន់គ្រប់គ្រាន់ទៀតមែនទេកុំវាយភាពបាក់ច្បាយរបស់ខ្ញុំចង់ស្លាប់មែនទេភាពបាក់ច្បាយរបស់ខ្ញុំចង់ស្លាប់មែនទេអង្គថ្មីរបស់ហ្វូចុងហើយគឺជាមនុស្សស្អីបងប្រុសរត់ជាថ្មីរបស់បងបានប្រាប់រត់តែពីពេលណាយកថានេះជាស្អីចុងស្អីឲ្យនាងវាយយើងបែកដៃមួយចុកគឺមើងនាងមើងងាយមែនយើងឲ្យនាងយំហើយដូចជាគង់ហើយយើងថាបាទមិញនេះណានាចង់ឲ្យខ្ញុំហៅថាប៉ាខ្ញុំហៅនាងថាប៉ាចាំនេះកុំឲ្យខ្ញុំឃើញកុំឲ្យខ្ញុំជួបលោកទៀតព្រោះខ្ញុំឃើញលោកខ្ញុំមិនបាយលោកឯងហើយតានេះគឺជាបិសាចមែនទេគួរឲ្យខ្លាចណាស់នាងម្នាក់នោះខ្លាំងណាស់នាងកាច់តែខ្ញុំស្ទើរតែបាត់ទៅហើយមួយចុកឈឺខ្លាំងណាស់ចាំឲ្យយើងគួរធ្វើយ៉ាងទៅគួរធ្វើអ្វីពិធីជប់ប្រចាំឆ្នាំហ្វូគ្រប់នៅខែនេះឯងនាំលោកអាចារ្យទៅចាត់ការនេះចែងនេះនោះទៅយើងនឹងត្រឡប់ទៅមុនហ្វូយន្តហើយតែខ្លួនឯងពិធីជប់ប្រចាំឆ្នាំរបស់ហ្វូគ្រប់នៅយប់នេះខ្ញុំបានរៀបចំឲ្យគេត្រៀមជូតឲ្យនាងហើយជប់នាងប្រចាំឆ្នាំត្រូវស្លៀករោមវាខ្លាំងណាស់ដូចជាហាស្មកសាញ់មិនស្អាតណាស់ទេ100000យួននេះគឺជាប្រាក់រង្វាន់បន្ថែមខ្ញុំនឹងផ្ដល់ឲ្យនាង100000យួនទៀតទៅត្រូវតែទៅពួកឯងចាត់ទុកយើងស្អីសុំទៅលោកហ្វូលើកឡើងខ្ញុំនឹងចាត់ជាងនេះស្រីតម្លៃមិនធម្មតាទេគួរតែមកដល់ពេលឆាប់ៗនេះហើយនៅពេល10នាទីទៀតទៅកម្មវិធីចាប់ផ្ដើមបានហើយចូលទៅមិនចាំនាងទេអ្នកនាងលីនញ៉ាំស្រាក្រហមសិនទៅបន្តិចទៀតលោកពូនឹងមកដល់ហើយបងធំមិនស្មានថាពួកយើងបានជួបគ្នាម្ដងទៀតសោះគ្មានសមត្ថភាពមែនល្បីតែបែបនេះគួរឲ្យធុញមែនសមត្ថភាពរបស់ខ្ញុំប្រើនៅម្ដងអស់ឡើយទេតែមើលទៅបងសំណាងណាខ្ញុំបានដុតមកម្ដងហើយនៅតែអាចឲ្យគេជួយបងបានប៉ុន្តែលើនេះសំណាងហាក់ដូចជានៅខាងខ្ញុំចាំមើលថាតើមានអ្នកណាហ៊ានឲ្យក្បាលមកជួយបងឯងនេះហ៊ានឲ្យក្បាលមកទៀតចុះបានមកពីយ៉ាងម៉េចលើមុខខ្ញុំមកទូដៃឲ្យនាងលើនេះខ្ញុំបានត្រៀម100ដើម្បីប្រើនាងហើយនាងចាំទទួលមេរៀនទៅចេញមកទៅណាហើយនេះគឺជាអ្នកណាគប់ចូលមកសិនខ្ញុំយកក្រែចានណាបើសិនជានេះធ្វើបាបចំពោះគេទុកនេះទេនេះគប់ចូលមកសិនបើខ្ញុំធ្វើបាបលោកពីនេះមិនធ្វើទេចង់ទៅណាខ្ញុំគិតថាលោកត្រូវវាខ្លួនឯង